ព្រោះមនុស្សលើโลกនេះអត់មានអ្នកណាកើតមកជួបតែសេចក្តីសុខរហូតទេយើងកុំប្រៀបថាជីវិតយើងវាខុសពីគេហើយគេក៏អត់ដូចយើងសំបីតកូនស្ដេចផែនដីក៏មិនប្រកាសថាដេកលើសាឡុងលើពូកលើរាជបល្ល័ង្កនឹងញញឹមរហូតដែរមិនអញ្ចឹងទេញោមណាគ្រាន់តែគេមិនរៀបរាប់អំពីសេចក្តីទុក្ខរបស់គេមកឲ្យយើងដឹងប៉ុន្តែសេចក្តីទុក្ខមនុស្សម្នាក់គឺតែងប្រកបអញ្ចឹងអាត្រង់ហ្នឹងហើយដែលព្រះលោកនឿយណាយពីជីវិតហ្នឹងហើយលោកខំប្រឹងលះចោលអំពីការជាប់ជំពាក់ទៅនៅក្នុងភពហ្នឹងទាំងការមកភពរូបភពនឹងចោលពំពាចោលរាហុលចោលបៃតាចោលរាជសម្បត្តិដោយសារអីដោយសារនឿយណាយពីជីវិតហ្នឹងថាជីវិតហ្នឹងវាប្រជុំដោយសេចក្តីទុក្ខអញ្ចឹងដូចអាត្មាប្រសេសភៅដំណោះស្រាយបញ្ហាជីវិតហ្នឹងចំណងកន្លែងមេត្តាមួយអាត្មាថាជីវិតយើងហ្នឹងវាដូចជាសម្លម្ជូរគ្រឿងមួយឆ្នាំងអញ្ចឹងតែហៅថាម្ជូរគ្រឿងទៅបានទៅវាផ្សំគ្រប់រសជាតិបានគេឲ្យសន្មត់ថាម្ជូរគ្រឿងទៅកើតមិនមែនដាក់តែទឹកហើយអំពិលហើយយើងហៅម្ជូរគ្រឿងណាដែលហៅថាជីវិតគឺវាមានគ្រប់រសជាតិជួបព្រាត់សើចយំសុខទុក្ខសរសើរនិន្ទា